បាទសួស្តីគ្នាយើងចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញគ្នាយើងពាក់ព័ន្ធទៅនឹងការ add Cisco iOS image ទៅកាន់ GNS3 ដើម្បីយើងមានឧបករណ៍របស់ Cisco ខ្លះដែលយើងអាចយកមកធ្វើ lab បានមានដូចជា switch ឬក៏ router អញ្ចឹងណាបាទហើយយើងអាច add ម៉ាស៊ីន VMware ឬម៉ាស៊ីន Windows យើង set Windows 10 ឬ Windows 11អីនៅលើ VMware ទៅយើងចង់ទាញ Windows ហ្នឹងមកធ្វើជា computer client នៅក្នុង GNS3 ហ្នឹងក៏បានដែរអញ្ចឹងមានរបៀបប្រាប់នៅក្នុងហ្នឹងណាបាទទៅវាធ្វើនៅក្នុង website របស់ GNS3 យើងរកពាក្យថា documentation ហើយយើងរកកន្លែង emulator វានឹងប្រាប់ហើយប៉ុន្តែនៅក្នុងនេះខ្ញុំអត់បញ្យល់យើងនៅក្នុងនេះទេខ្ញុំគាត់ទៅបង្ហាញកន្លែងទេហើយខ្ញុំនឹងធ្វើអនុវត្តយកតែម្ដងណាបាទអញ្ចឹងតែប៉ុណ្ណឹងខ្ញុំបកទៅ GNS3 វិញបាទអញ្ចឹងនៅក្នុង GNS3 បាទដើម្បីខ្ញុំ add គឺខ្ញុំបើក GNS3 នឹងមកបាទខ្ញុំត្រូវការមាន image របស់ Cisco iOS ឬក៏មួយទៀតគេហៅថានៅក្នុងនេះបាទខ្ញុំមាន file របស់ខ្ញុំគ្រប់ហើយអញ្ចឹងខ្ញុំមានទាំង router បាទ router ខ្ញុំមាន4 model ហ្នឹងហើយនឹង switch មានប្រហែល model ហ្នឹងបាទអញ្ចឹងខ្ញុំមាន license មានអីទៀតហ្នឹងត្រូវ set license set អីវាសិនដែរបាទហើយបាទអញ្ចឹងទី1ដើម្បីខ្ញុំ add គឺខ្ញុំចូលមកកន្លែងឧបករណ៍របស់ខ្ញុំហើយខ្ញុំយក new template ហើយខ្ញុំយកកន្លែង manual ខ្ញុំ next បាទអញ្ចឹងវាមានសម្រាប់ VPC CC node Dynamic iOS router អានេះសម្រាប់ router iOS ណា iOS ដែលខ្ញុំប្រាប់វិញនេះព្រោះនេះជា iOS ហើយ iOS ពួក Cisco ណាបាទអញ្ចឹងសម្រាប់មួយទៀតគេហៅថា IOU នេះពួកឧបករណ៍ switch គេប្រើពួកជា bin វិញណាបាទអញ្ចឹងទៅជាតើយើង add ឲ្យត្រូវហើយខាងក្រោមនេះសម្រាប់យើងចង់យកម៉ាស៊ីនពី virtual box ចូលមក GNS3 ហើយនេះសម្រាប់យើងយកម៉ាស៊ីនពី VMware ចូលមក GNS3 អញ្ចឹងខ្ញុំចប់add Cisco ហើយខ្ញុំបង្ហាញខ្ញុំយកម៉ាស៊ីន Windows មួយនៅក្នុង VMware ណាខ្ញុំមាន Windows 10នេះមួយតនៅ VMware ខ្ញុំទាញវាចូលនៅក្នុង GNS3 ដែរអញ្ចឹងទីមួយខ្ញុំយក router មកសិនណាបាទ router មកសិនហើយខ្ញុំមាន router នេះមួយហើយណាខ្ញុំ add មួយហើយអញ្ចឹងខ្ញុំចង់ add ថែមមួយទៀតគឺខ្ញុំគ្រាន់តែចុច new មកណាហើយយើងធ្វើថ្មីក៏អញ្ចឹងដែរ new មកយើងយកព្រម local អញ្ចឹងមកបាទហើយយើងយក browse ទៅរក image router របស់យើងមកបាទនៅក្នុងនេះ GNS3 image router ខ្ញុំរកអានេះមិញអានេះខ្ញុំ store នេះហើយណាអញ្ចឹងខ្ញុំយកអានេះម្ដង7200ណាបាទអញ្ចឹងខ្ញុំ next មកចាកន្លែងនេះអត់រើអីទេខ្ញុំ next ទៀតដូរឈ្មោះឬយើងចង់ដាក់ឈ្មោះ Cisco router អីស្រាប់តែយើងទៅអានេះ RAM វា512 MB ណាបាទធំតិចអញ្ចឹងយើងអាចរើស slot វាបានថែមទៀតយើងរើបានប៉ុណ្ណាយើងយកប៉ុណ្ណឹងណាហើយបានច្រើនតិចទៅមាន slot ប្រើច្រើនបាទចឹងខ្ញុំ next មកបាទហើយខ្ញុំ check PC either PC Finder នឹងមួយទៀតណាដើម្បីយើងជួយទៅដល់ CPU កុំឲ្យ CPU ធ្វើការធ្ងន់យើង click អាហ្នឹងពេលដែល router វា run ណានេះចាំមក plate ដែរចឹងរបៀបយើងមើល CPU មើលអីយើងមើលខាងនេះណា CPU យើងទៅរួច RAM យើងទៅរួចមិនរួចយើងមើលបើឡើងវាខ្ពស់ដល់ 100% ហើយបានន័យថាយើងទៅលេរួចហើយណាមានបញ្ហាយើងត្រូវថែម RAM ឬក៏បើ CPU វាថែមទៀតថែមអាកាទេណាបើ RAM បើយើងនៅ slot យើងអាចថែមបានអញ្ចឹងអូខេណារួចរាល់ហើយខ្ញុំ finish ខ្ញុំ apply អញ្ចឹងខ្ញុំបាន router 2ហើយណា2គ្រាប់ហើយអញ្ចឹង default រូបវាគឺអញ្ចឹងណាហើយខ្ញុំអាចដូរវាបានហើយខ្ញុំ right click យក configure template ហើយលេខ symbol នេះមកវា load file វាបន្តិចបាទអញ្ចឹងចំពោះ router អានេះវាមាន blue វាមាន gray មាន green circle វាមាន circle ជារង្វង់ហើយ square ហ្នឹងបានន័យថាជា gray ជ្រុងណាបាទមាន blue មាន gray ដូចគ្នាហើយ classic គឺចេះណាបាទអញ្ចឹងសម្រាប់ router ខ្ញុំចូលចិត្តយក
blue ហើយជារង្វង់ជា circle ណា router ខ្ញុំយករូបដូររូបវាចេះវិញស្រួលមើលជាងណាអញ្ចឹងខ្ញុំបានរូបចេះឲ្យតា router គឺរូបអញ្ចឹងបាទនេះជា Magnetic ណាបាទ Magnetic add ផ្សេងពី Cisco អញ្ចឹង router ខ្ញុំបានរបៀប add router គឺអញ្ចឹងពេលយើងមាន file image ហើយណាអញ្ចឹងខ្ញុំមួយទៀតខ្ញុំសម្រាប់របៀប add switch ចូលណាយើង new template ដដែល manual switch យើងអាច add នៅកន្លែងនេះដូច router ទេយើងមក add កន្លែងនេះវិញ IOU device វិញណាបាទអញ្ចឹងខ្ញុំ new មកប៉ុន្តែយើងត្រូវដាក់ license មួយសិនណាបាទចាំតឲ្យខ្ញុំដាក់ license ក៏បានដែរកន្លែង license នេះខ្ញុំអាចពីដំបូងអត់មានចេះទេណាអត់មាន key ចេះទេអានេះគឺជាខ្ញុំដាក់ឲ្យវាមានស្រាប់អញ្ចឹងណាបើអត់មានទេយើងចុចកន្លែង iOS on Unix នេះយើងប្រើវាមកនៅក្នុង folder កាលណាយើង download image មកគឺវាមានអាហ្នឹងហើយ license នៅជាមួយ switch បាទនេះច្រឡំអានេះណា IOU OC ហ្នឹងបាទតែប្រើវាចូលមកអញ្ចឹងវាចេញ key ចេញអីអញ្ចឹងប្រើវាចេញEVE វិញណា EVE តែយើងត្រូវអានេះយើងប្រើជាមួយ GNS3 យើងត្រូវដាក់ GNS3 VM មិនដើរណាកែកន្លែងហ្នឹងប្រយ័ត្នអត់បានកែណាបើយើងប្រើមួយ EVE យើងត្រូវដាក់ EVE ណាបាទapply អញ្ចឹងទៅវានេះហើយបើយើងអត់ដាក់អញ្ចឹងយើងរ៉ាន់ឧបករណ៍អត់បានទេវាទា license ហើយយើង add បានប៉ុន្តែដល់ពេលយើង start អត់ចេញទេតោះយើងដាក់ license វានឹងចូលរៀងហើយខ្ញុំយក add new switch មកណា IOU device អញ្ចឹងខ្ញុំយក new image ណែខ្ញុំដាក់ថា switch L2 switch ចឹងទៅ SW ទៅបានហើយចឹងខ្ញុំប្រើទៅរក image នៅ folder GNS3 switch ខ្ញុំយក layer 2 switch នេះចូលមួយណាបាទចឹងវា support file bin ណា file bin អានោះ file image router មួយខុសគ្នាចឹងខ្ញុំ finish មកខ្ញុំ apply មកចឹងខ្ញុំបាន layer 2 switch មួយបាទខ្ញុំក៏កែរូប switch ហ្នឹងដែរឲ្យវាស្តៀងគ្នាកុំឲ្យវាញញ៉ៃច្រើនតែអញ្ចឹង switch ខ្ញុំយកជា square វិញជា gray វិញអត់យកជា mole ទេបាទអញ្ចឹងអានេះសម្រាប់ multi layer switch logo វិញអញ្ចឹង icon វិញអញ្ចឹងអានេះlayer 2 switch ណាបាទដាក់មកយើងមើលស្រួលហើយអញ្ចឹងរបៀប add switch ណាចូលយើងចង់ add មួយទៀតខ្ញុំ add ឲ្យមើលមួយទៀតណាយើងយក menu ចូលមក IOU ហើយយើងយក new run ចឹងមកខ្ញុំយក layer 3វិញម្ដងខ្ញុំដាក់ថា L3 switch ហើយខ្ញុំយក U image ខ្ញុំប្រើ layer 3នៅនេះបាទអូខេអញ្ចឹងយើង select យកមកណា layer 3ណាបាទខ្ញុំ finish មកបាទ apply បានហើយចុះខ្ញុំជឿកែរូបវាចាំកែតាមក្រោយកុំឲ្យស៊ីម៉ោងណាចុះរបៀបប្រើពេលយើងដាក់ license ដាក់អីហើយយើងប្រើបានហើយយើងទាញមក router មកមួយមក switch មកមួយមក computer មួយទៀតមកឲ្យ run លើ GNS3 កំ run លើ PC ខាងក្រៅហើយខ្ញុំភ្ជាប់ router port router ទី1ជាប់មក switch ទី00ទី01ជាប់មក PC បាទខ្ញុំ start មកបើសិនជាយើង install license អត់ត្រូវតាទៅ error ឃើញ error អញ្ចឹងណាបាទអានេះខ្ញុំដាក់ license អត់ត្រូវណាបាទដែរគ្នាយើងដោយសារតែខ្ញុំលុបlicense វាចោលចេះអញ្ចឹងlicense ហ្នឹងយើងត្រូវ generate វានៅក្នុង command របស់ GNS3 យើងអាចយកមកដាក់ចឹងបានទេអញ្ចឹងអានេះវាត្រូវអត់ត្រូវហើយខ្ញុំត្រូវធ្វើថ្មីណាចឹងដើម្បីរបៀបធ្វើថ្មីអានេះក៏បានបង្ហាញគ្នាយើងដែរណាបាទអញ្ចឹងខ្ញុំត្រូវ upload file វាមួយខ្ញុំមាន file keychain វាណា
file keychain ចាស់របស់ខ្ញុំហ្នឹងវាខូចទៀតខ្ញុំយកថ្មីមកនេះនៅក្នុងនេះណាខ្ញុំកាត់វាចេញហើយខ្ញុំកាត់វាចូលមកក្នុង switch នេះហើយណា file keychain វាហើយវាជា program Python ណាអញ្ចឹង code វាប៉ុណ្ណឹងបាទfile ចាស់របស់ខ្ញុំវាមានបញ្ហាទៅលើ print នេះវាអត់ដាក់វងកញ្ចក់ចឹងខ្ញុំយកថ្មីមកកែមកfile នេះបានប្រើបានអញ្ចឹងទីមួយខ្ញុំត្រូវ upload file keychain ហ្នឹងចូលទៅក្នុង GNS3 នេះ GNS3 server អញ្ចឹងខ្ញុំត្រូវការព័ត៌មានពាក់ព័ន្ធ IP address បាទ IP address ប៉ុណ្ណឹងហើយ username GNS3 password GNS3 ដូចគ្នាអញ្ចឹងខ្ញុំប្រើដើម្បី upload ខ្ញុំប្រើ FileZilla ក៏បានហើយខ្ញុំប្រើ WinSCP នេះក៏បានដែរណាបាទបើយើងមាន FileZilla យើងប្រើ FileZilla ទៅ FileZilla ជាប្រភេទ FTP client ដែរណាអញ្ចឹងខ្ញុំ use site មកហើយខ្ញុំវាយ address របស់ GNS3 របស់ខ្ញុំ 192.168.149 username របស់ GNS3 ហ្នឹងគឺ GNS3 password ក៏ GNS3 ដែរអញ្ចឹង port របស់ FTP client គឺ port លេខ22 FTP server ណាបាទហើយខ្ញុំlogin ចូលមកបាទអញ្ចឹងខ្ញុំចូលមក folder GNS3 ហើយអានេះ folder ខាង Windows របស់ខ្ញុំណាចូលមកកន្លែង key នឹងស្រាប់ហើយនៅលើ ID folder GNS3 make អញ្ចឹងទៅអានេះខាង computer អានេះខាង GNS3 អញ្ចឹងខ្ញុំអត់ចូល folder ហ្នឹងទេខ្ញុំចូល folder ខាងលើគេខ្ញុំចុចអាសញ្ញានេះឡើង click វាណា click វាឡើងរហូតមកដល់កន្លែងទៅនេះអញ្ចឹងខ្ញុំចូលកន្លែង OPT បាទតោះមកខ្ញុំចូល GNS3 ខ្ញុំចូលមក folder image ចូលនឹង folder IOU បាទអញ្ចឹងនៅកន្លែងនេះខ្ញុំត្រូវ upload file នេះចូលមួយ Cisco IOU keychain នេះ .py នេះអញ្ចឹងខ្ញុំទាញមកវាចូលមកអញ្ចឹងណាចូលមកដល់ហើយចូលទៅក្នុង GNS3 ហើយយើង upload រួចរាល់ហើយអញ្ចឹងបន្តមកទៀតខ្ញុំត្រូវបើកចូលមក GNS3 នៅក្នុង VMware ខ្ញុំ OK មួយដើម្បីខ្ញុំប្រើ cell ខ្ញុំរកពាក្យថា cell open cell ណាខ្ញុំ OK មកអញ្ចឹងវាចេញ comment ឲ្យខ្ញុំហើយខ្ញុំអាចវាយ comment នៅខាងក្រោមនេះបានណាបាទអញ្ចឹងខ្ញុំត្រូវចូលទៅ folder GNS3 ដែលខ្ញុំ upload មិញណានេះខ្ញុំ upload ចូលមិញវាមិននៅ OPT GNS3 image ហើយ IOU ណាអញ្ចឹងខ្ញុំ CD ខ្ញុំប្រើ command របស់ Linux ណាប្រើ CD ខ្ញុំវាយ slash នេះបានន័យថា root ពីដើមគេចូលមក OPT ដល់មក GNS3 បាទហើយបន្តមកទៀត image បន្តមកទៀត IOU ណាបាទ IOU អញ្ចឹងខ្ញុំចូលទៅក្នុង folder ហ្នឹងខ្ញុំ enter មកបាទអញ្ចឹងពេលនេះខ្ញុំស្ថិតនៅក្នុង folder IOU ហ្នឹងហើយអញ្ចឹងខ្ញុំ list វាដើម្បីខ្ញុំមើលថាអា file ដែលខ្ញុំ keychain ដែលខ្ញុំ upload ហ្នឹងនៅក្នុង folder main អត់ខ្ញុំវាយ ls ណា list វាមើលអញ្ចឹងខ្ញុំឃើញ file នេះមួយណាឃើញទេនេះ Cisco iOS keychain.py ណាចូលទៅក្នុងហ្នឹងហើយបាទអញ្ចឹងខ្ញុំនៅក្នុង folder ហ្នឹងស្រាប់ខ្ញុំអត់ចេញទៅណាទេអញ្ចឹងខ្ញុំប្រើ command មួយទៀតដើម្បី execute file ហ្នឹង run file ហ្នឹងខ្ញុំប្រើ sudo បាទដើម្បីធ្វើជា admin ហើយខ្ញុំដាក់ run តាមកម្មវិធី Python ណា programming Python version 3 នៅក្នុងនោះវាមាន version 3ហើយខ្ញុំដាក់ឈ្មោះ file ដែលខ្ញុំចង់ run ជាមួយនឹង Python ហ្នឹងមកបាទ file របស់យើងគឺ keychain យើងហ្នឹងឯង Cisco iOS keychain.py ហ្នឹងប៉ុណ្ណឹងមកយើង enter បាទអញ្ចឹងវានឹងចេញkeychain ឲ្យយើងហើយណាបាទអ្វីដែលយើងត្រូវការ copy នេះវាឲ្យយើង add text ហ្នឹងចូលទៅក្នុងfile មួយនេះណាអញ្ចឹងខ្ញុំ copy text ហ្នឹងមកបាទ copy អត់បានទេអញ្ចឹងអានោះមានតែវាយតាម program ចាស់វាបង្កើត file ឲ្យប៉ុន្តែអានេះវាអត់បង្កើតឲ្យអត់អីទេយើងវាយចូលបានដែរអញ្ចឹងខ្ញុំ edit file IOC ខ្ញុំណាហើយតបមកខ្ញុំវាយតាហ្នឹងមកGNS 3 VM តបមកខ្ញុំវាយលេខកូដចូល73 63 5F
sort D 3 B 0 A 13 A D 0បាទខ្ញុំ save វាមួយមក control S មក save មកបាទនេះខ្ញុំ close ចោលចឹងខ្ញុំទៅចូលមក GNS3 របស់ខ្ញុំដើម្បីខ្ញុំ insert license នឹង keychain ដែលខ្ញុំ generate មិញហ្នឹងបាទខ្ញុំចូលមកកន្លែងនេះណាបាទខ្ញុំមក generate វាថ្មីខ្ញុំប្រើទៅរក file របស់ខ្ញុំមិញហ្នឹងនៅក្នុងកន្លែង switch នេះ IOU RC នេះខ្ញុំប្រើ file ហ្នឹងមកបាទអញ្ចឹងអានេះគឺជា keychain ដែលខ្ញុំដាក់មិញណា GNS3 មិញអញ្ចឹងវាស្គាល់អញ្ចឹងខ្ញុំ apply មកអូខេបាទអញ្ចឹងខ្ញុំទាញ switch លើកនេះប្រកាសជា start បានហើយហ្នឹង temporary create node អានេះបើជាត្រូវ start ឬក៏អីមិនដឹងខ្ញុំ clone ចោលសិនបាទ restart មួយសិនណាខ្ញុំ restart វាមួយសិនឬក៏ខ្ញុំមិនទាន់ add switch ទេខ្ញុំមើលតិចswitch ខ្ញុំមានហើយតាអូខេ error create node ឥឡូវខ្ញុំ restart GNS3 មួយបាទអូខេអញ្ចឹងខ្ញុំ restart រួចរាល់ហើយណាខ្ញុំទាញឧបករណ៍ហ្នឹងមក test ផ្សារទៀតអញ្ចឹងខ្ញុំទាញបានហើយមិនដោយសារយើងត្រូវការ restart មួយណាយើងទៅ insert license ថ្មីអញ្ចឹងបើអត់ដើរពេលដាក់ license ហ្នឹងហើយអត់ដើរយើង restart មួយណាបាទអញ្ចឹងខ្ញុំ connect ហើយខ្ញុំអាច start វាបានទេបាទអូខេខ្ញុំ start switch ក៏បាន start router ក៏បានហើយខ្ញុំសាកបើកមើលដំណើរការ auto switch ហ្នឹងបាទអញ្ចឹងវាដំណើរការវា boot ដោយធម្មតាចូលទៅ switch ធម្មតាណាអញ្ចឹងយើងអាចប្រើបានទេណាយើងអាចប្រើឧបករណ៍ហ្នឹងបានហើយបាទអូខេអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបើជាវីដេអូក្រោយខ្ញុំធ្វើពាក់ព័ន្ធទៅនឹងយក Windows ចូលក្នុង GNS3 ណាបាទអរគុណច្រើនជម្រាបលា